ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាជួបជុំនឹងខ្ញុំលីសាដែលវីដេអូថ្ងៃនេះយើងនិយាយអំពី Digital Marketing ដែលយើងនឹងផ្ដោតទៅលើ Micro Environment ជាពិសេសផងដែរចាំមកចូលវីដេអូទាំងមូលកុំភ្លេចចុច Subscribe វីដេអូ YouTube Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតចឹងថ្ងៃនេះយើងនឹងស្គាល់ថាតើអ្វីទៅជា Digital Micro Environment Digital Micro Environment សំដៅទៅលើកត្តាខាងក្រៅធំៗដែលស្ថិតនៅក្រៅការគ្រប់គ្រងរបស់ក្រុមហ៊ុនហើយវាមានឥទ្ធិពលយ៉ាងខ្លាំងលើយុទ្ធសាស្ត្រក៏ដូចជាការប្រតិបត្តិការ Digital របស់ក្រុមហ៊ុនផងដែរដល់ចំណុចនេះយើងនឹងបង្ហាញអំពីថាតើ Pestle ដែលជា external forces ហ្នឹងវាមានអីគេខ្លះអញ្ចឹង SOP គឺយើងសម្ដៅទៅលើ political E យើងសម្ដៅទៅលើ economic S យើងសម្ដៅទៅលើ social T technology L legal ហើយនិងចុងក្រោយ E ទាក់ទងទៅនឹង environment ចឹងខ្ញុំនឹងនិយាយចំណុចមួយទាក់ទងទៅនឹង forces ទាំងនោះចឹងចំណុចទី1នេះយើងនិយាយអំពី technology forces ដែល technology forces នេះយើងសម្ដៅទៅលើការច្នៃប្រឌិតនិងហេដ្ឋារចនាសម្ព័ន្ធដែលវាផ្លាស់ប្ដូររបៀបដែលអាជីវកម្មធ្វើដំណើរការហើយនិងរបៀបដែលអតិថិជនទិញនៅទំនិញថ្មីៗជាឧទាហរណ៍ស្រាប់នៅក្នុងពេលបច្ចុប្បន្នយើងឃើញថាមនុស្សបានប្រើប្រាស់នៅបច្ចេកវិទ្យា AI ដើម្បីធ្វើការឲ្យកាន់តែលឿនជាមួយនឹងអតិថិជនរបស់ពួកគេតាមរយៈការផ្ញើសារក្នុង chatbot ជាងការជួបបុគ្គលិកច្រើនក្នុងការទំនាក់ទំនងទៅអតិថិជនផ្ទាល់អញ្ចឹងវាគឺជាសារៈសំខាន់មួយនៃបច្ចេកវិទ្យានៅក្នុងការធ្វើទីផ្សារនាពេលបច្ចុប្បន្នចូលមកដល់ចំណុចបន្ទាប់គឺយើងនិយាយអំពី legal forces ចឹង legal forces នេះគឺយើងសម្ដៅទៅលើច្បាប់និងបទបញ្ជាផ្សេងៗដែលអាជីវករគ្រប់រូបត្រូវតែអនុវត្តតាមជាជាងការរងការផាកពិន័យក៏ដូចជាការបិទអាជីវកម្មដែលច្បាប់ទាំងអស់គឺត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលទាក់ទងទៅនឹងទិន្នន័យសុវត្ថិភាពអនឡាញជាពិសេសគឺសិទ្ធិរបស់អ្នកប្រើប្រាស់ចឹងក្នុងនាមយើងជាអ្នកអាជីវកម្មយើងត្រូវស្វែងយល់ចំណុចនេះដើម្បីជៀសវាងនៅការបិទអាជីវកម្មដោយមិនបានដឹងពីមូលហេតុអ្វីមួយចឹងទៅចំណុចបន្ទាប់យើងនិយាយអំពី social forces ដែលយើងនឹងនិយាយអំពីកត្តាដែលវាពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរនៃទស្សនៈរបៀបរស់នៅនិងលក្ខណៈប្រជាសាស្ត្ររបស់មនុស្សដែលប្រើវេទិកា digital ចឹងមានថាអ្នកធ្វើអាជីវកម្មគួរតែដឹងថាតើនាពេលបច្ចុប្បន្នយើងគួរធ្វើបែបទីផ្សារបែបណាពីព្រោះនាពេលបច្ចុប្បន្ននេះប្រជាជនឬក៏មនុស្សទាំងអស់គឺប្រើប្រាស់វេទិកា digital ច្រើនអញ្ចឹងវាមានតែមួយវិធីទេគឺយើងត្រូវធ្វើអាជីវកម្មតាមបែប digital ដើម្បីឲ្យអាជីវកម្មរបស់យើងនឹងរីកចម្រើនហើយលូតលាស់មកចាប់រហ័សចូលមកដល់ចំណុចបន្ទាប់ទៀតគឺយើងនិយាយអំពី economic forces ទាក់ទងទៅនឹងកត្តាសេដ្ឋកិច្ចដែលកត្តាសេដ្ឋកិច្ចនេះគឺយើងនិយាយអំពីកត្តាហិរញ្ញវត្ថុដែលប៉ះពាល់ដល់ចំនួនប្រាក់ដែលមនុស្សអាចចំណាយតាមអនឡាញជំនឿថាកាលណាសេដ្ឋកិច្ចវាមានបញ្ហាឬក៏ធ្លាក់ចុះឬអស្ថិរភាពវានឹងបង្កឬក៏ជះឥទ្ធិពលដល់ជីវកម្មរបស់យើងព្រោះថាបើសេដ្ឋកិច្ចធ្លាក់នោះមនុស្សនឹងមិនមានការចាយប្រាក់ច្រើនទេអញ្ចឹងយើងក្នុងនាមយើងជាអ្នករកស៊ីយើងត្រូវគិតដល់ចំណុចហ្នឹងថាកុំចិត្តទៅរកស៊ីប៉ុន្តែអត់មានមើលនៅបរិយាកាសខាងក្រៅថាសង្គមគេដល់ណាហើយសង្គមកើតរឿងអីមិនបានជាអាជីវកម្មយើងអត់ដើរទៅមុខអញ្ចឹងយើងត្រូវគិតទៅដល់ចំណុចហ្នឹងផងដែរចូលមកដល់ចំណុចបន្ទាប់ទៀតគឺយើងនិយាយអំពីកត្តានយោបាយកត្តានយោបាយនេះគឺយើងសម្ដៅទៅលើសកម្មភាពរដ្ឋាភិបាលនិងស្ថិរភាពសកលដែលប៉ះពាល់ដល់បរិយាកាស digital ចាំមើលថានៅពេលដែលយើងធ្វើការរកស៊ីយើងត្រូវដឹងថាតើអ្វីដែលរដ្ឋាភិបាលគេបានហាមឃាត់មិនឲ្យយើងធ្វើហើយអ្វីដែលរដ្ឋាភិបាលអនុញ្ញាតឲ្យយើងធ្វើជាក់ស្ដែងឧទាហរណ៍នៅក្នុងប្រទេសមួយចំនួនកម្មវិធី TikTok ត្រូវបានបែនមិនឲ្យប្រើប្រាស់ទេហើយដូចយើងដឹងហើយថាកម្មវិធី TikTok ក៏វាជាវិធីមួយដែលជួយអាជីវកម្មយើងបានដើរដែរចឹងបើសិនជាអ្នករកស៊ីនៅក្នុងប្រទេសមួយចំនួនដែលត្រូវបានរដ្ឋាភិបាលបិទកម្មវិធី TikTok ហ្នឹងពួកគាត់អាចនឹងរងនៅហានិភ័យមួយផងដែរពលគឺវាបិទច្រកមួយអញ្ចឹងហើយបើសិនជាអត់មានកម្មវិធី TikTok ហ្នឹងទៅក៏ត្រូវរកកម្មវិធីផ្សេងទៀតថាតាមប្រជាជននៅក្នុងប្រទេសហ្នឹងគេប្រើកម្មវិធីអីផ្សេងអញ្ចឹងណាព្រោះថាយើងត្រូវសម្របខ្លួនបើសិនជាគេបិទហើយយើងមិនអាចទៅ
tênថាអូមិនគេបិទអញ្ចឹងខ្ញុំត្រូវស៊ីតាមថ្ងៃអញ្ចឹងទៅយើងត្រូវ flexible ថាអូបើគេបិទអញ្ចឹងយើងត្រូវរកអីផ្សេងទៀតដើម្បីឲ្យអាជីវកម្មរបស់យើងដើរទៅមុខយើងអត់ត្រូវ stuck មួយកន្លែងទេចំណុចចុងក្រោយនេះក៏វាសំខាន់ដែរសម្រាប់យើងជាអ្នករកស៊ីបែប digital ក៏ដោយអញ្ចឹងចំណុចចុងក្រោយនេះតើតើទៅនឹង environment forces គឺក្នុងចំណុចនេះគឺគេចង់ផ្ដោតទៅលើថានៅពេលដែលយើងធ្វើអាជីវកម្មយើងនឹងវាមិននឹងផ្ដល់ផលប៉ះពាល់អីខ្លះទៅដល់បរិស្ថានតើវាធ្ងន់ធ្ងរដែរទេឬក៏វាអត់ទេអញ្ចឹងបើសិនជាយើងធ្វើការវាតម្លៃថាឃើញថាអាជីវកម្មរបស់យើងអាចនឹងមានផលប៉ះពាល់អញ្ចឹងយើងគួរពិចារណាកែប្រែនៅកំហុសផ្សេងឬក៏ធ្វើឲ្យមានភាពប្រសើរឡើងដើម្បីឲ្យអាជីវកម្មរបស់យើងនឹងផ្ដល់ផលប៉ះពាល់តិចតួចបំផុតទៅលើបរិស្ថានជាជាងនៅពេលដែលយើងរកស៊ីរីកចម្រើនហើយប៉ុន្តែក៏លេចមើលបរិយាកាសជុំវិញខ្លួនខ្លាចជាបរិយាកាសមួយដែលមិនគួរចង់រស់នៅសួរថាយើងធ្វើអាជីវកម្មហ្នឹងបានន័យអីបើយើងមានតែលុយប៉ុន្តែសុខភាពយើងក៏ទ្រុឌទ្រោមដែរហ្នឹងអញ្ចឹងទាំងអស់ហ្នឹងគឺជាចំណុចសំខាន់ដែលយើងគួរតែពិចារណាហើយយកវាទៅប្រើប្រាស់ដើម្បីជាប្រយោជន៍នៅក្នុងការធ្វើរកស៊ីជាពិសេសគឺការរកស៊ីបែប digital តែចំណុចចុងក្រោយនេះគឺមាន case study ទៅតាម social media influencer ប៉ុន្តែខ្ញុំសូមនិយាយតែមួយតែពីរឧទាហរណ៍ប៉ុណ្ណោះតែខ្ញុំនៅលើកឡើងអំពី technology អញ្ចឹងនៅក្នុងចំណុចនេះគឺនិយាយអំពី technology គេលើកឡើងថាដោយសារបច្ចេកវិទ្យាវាមានភាពទំនើបអញ្ចឹងទូរស័ព្ទមានកាមេរ៉ាច្បាស់ internet 5G ដែលអនុញ្ញាតឲ្យអ្នកinfluencer ឬក៏ content creator ហ្នឹងគាត់អាចបង្កើតវីដេអូផ្សេងមិនថានៅពេលដែលគាត់ទៅដល់ទីណាក៏ដោយអញ្ចឹងគាត់អាចបង្កើតនៅវីដេអូរូបភាពបង្ហោះទៅលើបណ្ដាញសង្គមដើម្បីឲ្យអ្នកគាំទ្ររបស់គាត់បានឃើញហើយចំណុចតេតងទៅនឹង economic ហ្នឹងគឺគេនិយាយអំពីinfluencer ដែលពួកគាត់ធ្វើវីដេអូបង្ហោះលើបណ្ដាញសង្គមហើយប៉ុន្តែក្រោយមកគាត់អាចខ្លាយទៅជាគាត់បានបង្កើតទៅជាអាជីវកម្មតូចមួយសម្រាប់ខ្លួនឯងក្នុងការផ្គត់ផ្គង់ជីវភាពបន្ថែមទៅប៉ុន្តែការធ្វើបែបហ្នឹងវាបានជំរុញឲ្យ GDP នៅទូទាំងសកលលោកវាមានភាពប្រសើរឡើងខ្លាំងពីព្រោះថាយើងដឹងហើយថា influencer ណាដែលល្បីគឺមានអ្នកគាំទ្រច្រើនអញ្ចឹងបើសិនជាគាត់ធ្វើការរកស៊ីជាពិសេសបើគាត់បើកនៅអាជីវកម្មដែរជាតម្រូវការរបស់អ្នកគាំទ្ររបស់គាត់ទៀតអានឹងកាន់តែប្រសើរមែនតើគឺអាជីវកម្មរបស់គាត់នឹងផ្ទុះខ្លាំងដែលជាហេតុធ្វើឲ្យ GDP នៅទូទាំងសកលលោកអាចនឹងមានភាពប្រសើរឡើងខ្លាំងផងដែរអញ្ចឹងចំណុចដែលខ្ញុំបានយកមកបកស្រាយថ្ងៃនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នាចាប់បាននូវចំណុចមួយចំនួនទាក់ទងទៅនឹង macro forces នេះហើយបើសិនជាអ្នកនរគ្នាចង់បាននូវចំណុចដឹងបន្ថែមអ្នកនរគ្នាអាចទៅ search មើលនៅក្នុង website ផ្សេងឬក៏ប្រភពណាក៏ដោយដែលអ្នកនរគ្នាគេថាអ្នកនរគ្នាងាយស្រួលប្រើដើម្បីទទួលបានចំណុចដឹងបន្ថែមទៅក្នុងការធ្វើអាជីវកម្ម digital ហើយប្រើប្រាស់នៅforces ទាំងនេះដើម្បីជំនួយទៅដល់ការធ្វើអាជីវកម្មរបស់អ្នកទាំងអស់គ្នាចឹងចុងក្រោយខ្ញុំសូមអរគុណទៅដល់លោកគ្រូស៊ីសុខុនដែលបានបង្រៀននៅមេរៀន digital marketing នេះមកដល់ពួកយើងដើម្បីធ្វើជាដើមទុននៅក្នុងការរកស៊ីពីពេលអនាគតចឹងទៅហើយជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកនរគ្នាដែលបានតាមដានទស្សនាវីដេអូក្នុងថ្ងៃនេះសង្ឃឹមថាជួបអ្នកនរគ្នានៅវីដេអូក្រោយសូមអរគុណ